ជាដំបូងនេះខ្ញុំសូមជម្រាបសួរលោកគ្រូនិងជម្រាបសួរអ្នកទាំងអស់គ្នានេះខ្ញុំឈ្មោះស៊ីនសណេតដែលនិយាយអំពីទីតាំងនៃប្រាសាទព្រះខ័នស្ថិតនៅក្នុងភូមិលៀងដៃឃុំលៀងដៃស្រុកអង្គរធំខេត្តសៀមរាបចំពោះទីតាំងនៃប្រាសាទព្រះខ័ននោះបានបង្ហាញឲ្យឃើញថាប្រាសាទព្រះខ័នមានទីតាំងស្ថិតនៅក្នុងតំបន់អង្គរគឺជាប្រាសាទគោជាទីចាប់អារម្មណ៍មួយក្នុងចំណោមប្រាសាទទាំង62នៅក្នុងតំបន់អង្គរហើយម្យ៉ាងមួយទៀតការបង្ហាញតាមភូមិគោលភូមិសាស្ត្រប្រាសាទព្រះខ័នត្រូវស្ថិតនៅលើខ្សែស្របខាងជើង13276ខ្សែបណ្ដោយ1,352,306ក្នុងតំបន់អង្គរនៃខេត្តសៀមរាបភាគវាយ័ព្យនៃប្រទេសកម្ពុជាដែលគ្របដណ្ដប់លើក្រឡាផ្ទៃប្រហែល 5000 គីឡូម៉ែត្រក្នុងចំណុចខ្សែស្របទី 13445 នៃខ្សែបណ្ដោយ 1,335 ដល់ 1,415 ចម្ងាយប្រមាណ 7 គីឡូម៉ែត្រពីទីរួមខេត្តសៀមរាបភាគខាងជើងឈិងកង្កើតបន្តិចនិងប្រមាណ320 គីឡូម៉ែត្រពីរាជធានីភ្នំពេញដូចនោះបន្ថែមលើលក្ខណៈដោយឡែកនៃស្ថានទីតាំងភូមិសាស្ត្ររួមដូចគ្នានៅក្នុងតំបន់អង្គរទាំងមូលដែរចំណុចបន្ទាប់ខ្ញុំបាទឈ្មោះហេតុគំរីនឹងបកស្រាយអំពីប្រវត្តិនៃការកសាងប្រាសាទព្រះខ័នប្រាសាទព្រះខ័នមានន័យថាដាវពិសិដ្ឋជាពាក្យមួយនិយាយសំដៅដល់ជ័យជំនះរបស់ព្រះបាទជ័យវរ្ម័នទី7លើទ័ពចាមដែលបានឈ្លានពានរាជធានីអង្គរកាលពីសម័យនោះប៉ុន្តែឈ្មោះដើមរបស់ប្រាសាទនេះមានឈ្មោះថាជ័យស្រីយោងតាមសិលាចារឹកស្ដំមួយផ្ទាំងដែលបានកប់នៅក្នុងដីនៃបរិវេណប្រាសាទនេះរកឃើញដោយលោក Maurice Clare ជាមន្ត្រីអភិរក្សអង្គរនៅឆ្នាំ 1939 ដែលផ្ទាំងសិលាចារឹកនោះមានកម្ពស់ 1.85 សង់ទីម៉ែត្រសរសេរជាភាសាសំស្ក្រឹតមានចំនួន178ស្លោកបានឲ្យដឹងថាប្រាសាទព្រះខ័នគឺជាទីក្រុងបុរាណមួយឈ្មោះថាជ័យស្រីហើយសិលាចារឹកនេះក៏បាននិយាយពីការបួងសួងការលើកសរសើរព្រះរាជាការតម្កល់ព្រះបដិមានិងការចូលរួមថែរក្សាពីព្រាហ្មណ៍ផ្សេងនិងពីអ្នកភូមិនៅជុំវិញប្រាសាទសិលាចារឹកនេះនិពន្ធឡើងដោយព្រះអង្គម្ចាស់វីរៈកុមារដែលជាព្រះបុត្រារបស់ព្រះបាទជ័យវរ្ម័នទី7ប្រាសាទព្រះខ័នកសាងឡើងនៅចុងសតវត្សទី12ក្នុងឆ្នាំ 1191 នៃគ្រិស្តសករាជក្នុងរាជព្រះបាទជ័យវរ្ម័នទី7ដូចយើងបានដឹងហើយថាព្រះខ័នដំបូងឡើយជារាជធានីជ័យស្រីដែលព្រះបាទជ័យវរ្ម័នទី7ទទួលជ័យជំនះលើចាមភ្លាមព្រះអង្គបានកសាងប្រាសាទហើយនឹងរាជធានីបណ្ដោះអាសន្ននៅទីនេះគឺដើម្បីរំលឹកទៅដល់ជ័យជំនះលើទ័ពចាមនាពេលនោះប្រាសាទព្រះខ័នកសាងឡើងសម្រាប់ឧទ្ទិសដល់ព្រះពុទ្ធសាសនាមហាយាននិងមានតម្កល់រូបព្រះពោធិសត្វលោកេស្វរៈដែលជារូបតំណាងឲ្យព្រះបិតារបស់ព្រះបាទជ័យវរ្ម័នទី7គឺព្រះបាទធរណិន្ទ្រវរ្ម័នទី2ដូចគ្នាទៅនឹងប្រាសាទតាព្រហ្មដែរគឺព្រះអង្គកសាងសម្រាប់ថ្វាយទៅដល់ព្រះមាតារបស់ទ្រង់គឺព្រះនាងជ័យរាជជុឌីមនីដែលមានទេពប្រាជ្ញាបារមីតាជារូបតំណាងរបស់ព្រះមាតាក្រោយទទួលជ័យជំនះលើទ័ពចាមរយៈពេល5ឆ្នាំក្រោយមកព្រះបាទជ័យវរ្ម័នទី7បានកសាងប្រាសាទតាព្រហ្មហើយរយៈពេល5ឆ្នាំក្រោយមកទៀតព្រះអង្គបានរៀបចំប្រាសាទព្រះខ័ននៅអំឡុងឆ្នាំ1191នៅរាជធានីជ័យស្រីបន្ទាប់មកព្រះអង្គក៏ទុកប្រាសាទព្រះខ័ននេះចោលមួយឡែកសិនហើយទ្រង់ត្រឡប់ទៅរៀបចំជួសជុលនិងពង្រីកបន្ថែមនៅអង្គរធំដោយសាររាជធានីរងការខូចខាតនៅពេលដែលទ័ពចាមវាយចូលកាន់កាប់អង្គរបានក្នុងឆ្នាំ1177
ងប្រាសាទព្រះខ័នប្រាសាទព្រះខ័នលាតសន្ធឹងលើផ្ទៃដីទំហំប្រហែល56ហិកតាមានមុខសំខាន់បែរទៅទិសខាងកើតនិងមុខ3ទៀតបែរទៅទិសខាងជើងខាងលិចនិងខាងត្បូងសំណង់ប្រាសាទនេះកសាងឡើងនៅលើអ័ក្សពីរសំខាន់គឺអ័ក្សមេពីកើតទៅលិចនិងអ័ក្សរងពីជើងទៅត្បូងហើយចែកចេញជាកំផែង4ជាន់និងមានកសិណទឹកនៅព័ទ្ធជុំវិញពីក្រៅផងដែរប្លង់របស់ប្រាសាទព្រះខ័នបានត្រូវរៀបចំឡើងដោយមានគម្រោងច្បាស់លាស់ត្រឹមត្រូវទៅតាមជំនឿសាសនាផងនិងតម្រូវនិងទៅតាមស្ថានភាពជាក់ស្ដែងរបស់សង្គមផងកសិណទឹកដែលព័ទ្ធជុំវិញកំផែង4ជាន់នេះទឹកនៅកណ្ដាលប្រកាសជាសំខាន់ជាងគេបង្អស់ពុំងាយនឹងចេញចូលទៅដល់ឡើងឆ្លងកាត់ការត្រួតពិនិត្យជាច្រើនជាន់ថ្នាក់ជាពិសេសទៅតាមទ្វារចូលនៃច្រកផ្លូវទាំង3ទិសក៏មានលក្ខណៈប្លែកពីប្រាសាទនានាដែរគឺមានគំហើយតាមចត្រាទិសពីធំទៅតូចរហូតទាល់តែប្រាសាទព្រាហ្មណ៍សាសនាទើបចាប់ផ្ដើមរីកធំឡើងវិញសំណង់ប្រាសាទព្រះខ័នក៏ដូចជាសំណង់ប្រាសាទបុរាណដទៃទៀតតែងតែពឹងផ្អែកទៅលើទស្សនៈរបស់ខ្មែរដែលផ្សារភ្ជាប់ជីវិតទៅនឹងធម្មជាតិគឺកើតចេញពីការគប់ផ្សំរវាងទឹកដីភ្លើងខ្យល់ដែលជាធាតុបង្កើតលោកក៏ដូចជាជីវិតមនុស្សសត្វរុក្ខជាតិទាំងឡាយផងដែរម្យ៉ាងទៀតបើផ្អែកលើទស្សនៈមេបានោះវិញទឹកដីប្រៀបបានទៅនឹងមេឯតួប្រាសាទដែលឈរខ្ពស់ឡើងទៅលើអាកាសហាក់ដូចជាមានអំណាចធំលើសលប់ប្រៀបដូចជាខ្យល់ជាអណ្ដាតភ្លើងនិងចាប់ទុកដូចជាបាហើយក៏មានសមត្ថតារវាងខ្សែដេកនិងខ្សែឈររវាងចម្ងាយនិងកម្ពស់បើយើងមើលពីលើអាកាសចុះមកក្រោមយើងនឹងឃើញថាប្លង់នៃប្រាសាទព្រះខ័នទាំងមូលគុំទៅដោយប្រាសាទជាច្រើនខ្លះតូចខ្លះធំលេចធ្លោជាងគេមានកំពូលដែលប្រាសាទ5គឺប្រាសាទកំពូលសក្ការៈមេនិងកណ្ដាលកំពូល4ទៀតដើរជុំវិញតាមទិសទាំង4ចំពោះផ្តែរនៅប្រាសាទព្រះខ័ននេះគឺស្ថិតនៅក្នុងរចនាបថបាយ័នដែលស្ថិតនៅក្នុងរាជ្យរបស់ព្រះបាទជ័យវរ្ម័នទី7ក្នុងសតវត្សទី12ហើយនៅក្នុងរចនាបថបាយ័ននេះផងដែរគឺមានការវិវត្តជាច្រើនដំណាក់កាលតាំងពីដើមរចនាបថរហូតដល់ចុងរចនាបថបាយ័ននៅប្រាសាទព្រះខ័ននេះគេបានបែងចែកផ្តែរជា3ក្រុមដូចតទៅក្រុមទី1គឺជាផ្តែរដែលស្ថិតនៅដើមរចនាបថបាយ័នជាងឃើញថាផ្តែរនៃប្រាសាទព្រះខ័នក្រុមទី1នេះគឺបន្តពីរចនាបថមុនឃ្លាំងនិងអង្គរវត្តដែលយើងឃើញថាមានក្បាច់រំយោលធំៗពីរនៅផ្នែក1ពី4នៃមែកឈើហើយអ្វីដែលយើងអាចកត់សម្គាល់បានថាផ្តែរនេះស្ថិតនៅក្នុងរចនាបថបាយ័ននោះគឺយើងសង្កេតមើលទៅលើរូបព្រះកាលនិងរូបទេពដែលនៅពីលើព្រះកាលដែលនេះគឺជាលក្ខណៈសម្គាល់ដ៏សំខាន់នៅក្នុងផ្តែរដែលស្ថិតនៅក្នុងរចនាបថបាយ័នដែលយើងឃើញថារូបព្រះកាលគឺខុសពីរចនាបថមុនគឺវាមានចង្កូមនៅសងខាងគែមមាត់ព្រះកាលហើយមាត់ព្រះកាលធ្លាក់ចុះមកក្រោមខ្លាំងហើយមួយទៀតគឺរូបទេពដែលស្ថិតនៅលើព្រះកាលភាគច្រើនគឺជាទេពដែលស្ថិតនៅក្នុងព្រះពុទ្ធសាសនាមហាយានរីឯក្បាច់ស្លឹកឈើដែលនៅខាងលើយើងឃើញថាគេធ្វើត្រង់ៗហើយស្រួចឡើងទៅលើចុះមកដល់ផ្តែរនៅក្នុងក្រុមទី2នៃប្រាសាទព្រះខ័នវិញយើងឃើញថាផ្តែរនៅក្នុងក្រុមនេះគេមិនធ្វើអង្កត់ធ្នូឬមែកឈើទេគឺគេយកកម្រងមែកឈើមកភ្ជាប់គ្នាជាក្បាច់ស្លឹកឈើឆ្លាក់ចុះមកក្រោមរាងគ្នាជាជួររាងជាទំពក់តែម្ដងមួយទៀតអ្វីដែលសម្គាល់ថាផ្តែរនេះស្ថិតនៅក្នុងរចនាបថបាយ័នគឺរូបព្រះកាលមានចង្កូមនៅកែមាត់និងមានរូបបុគ្គលនៅលើព្រះកាលដែលជាទេពនៅក្នុងព្រះពុទ្ធសាសនាមហាយានហើយក្នុងនោះគឺជានាងប្រាជ្ញាបារមីតា
បើកលេខមកមើលផ្តែរដែលស្ថិតនៅក្នុងក្រុមទី3នៃរចនាបថបាយ័ននៅប្រាសាទព្រះខ័នវិញជាឃើញថាមានព្រះកាលនៅចំកណ្ដាលហើយខាំមែកឈើដែលមែកឈើរមូលជាចង្វាយមូលតគ្នាដូចលេខ1មិនមែនជាបន្ទាត់ត្រង់ដូចមុនទេតែជាចង្វាយតគ្នារហូតជួនកាលមានលម្អទៅដោយចម្លាក់រូបបុគ្គលនៅក្នុងចង្វាយនោះផងដែរហើយនៅលើចង្វាយនោះមានក្បាច់ស្លឹកឈើត្រង់ស្រួចឡើងលើនៅពីលើក្បាច់ចង្វាយនោះហើយព្រះកាលមានចង្កូមនិងនៅលើព្រះកាលមានរូបបដិមាជាទេពឬក៏បុគ្គលបើនិយាយពីសសរពេជ្រវិញគឺស្ថិតនៅក្នុងរចនាបថបាយ័នដូចគ្នាដែលវិវត្តពីរចនាបថអង្គរវត្តគឺគេកសាងឡើងដោយយកថ្មទៅដាក់ភ្ជាប់ជាមួយជញ្ជាំងហើយបានគេរចនាជាក្បាច់តាមក្រោយគឺគេមិនបានកលឹងពីក្រៅឲ្យរួចស្រេចនោះទេសសរពេជ្រនៅប្រាសាទព្រះខ័ននេះមាន8ជ្រុងហើយនៅតាមសងខាងនៃក្បាច់រង្វាន់គេលែងនិយមប្រើក្បាច់ស្លឹកឈើទៀតហើយចំពោះតួនៃសសរពេជ្រវិញយើងឃើញថាក្បាច់រង្វាន់មានលក្ខណៈស្មើគ្នាធ្វើឲ្យយើងលែងអាចកំណត់សម្គាល់បាននៅផ្នែក1ពាក្យ2 1ពាក្យ4និង1ពាក្យ8នៃសសរពេជ្របានទៀតឡើយនៅប្រាសាទព្រះខ័ននេះហោជាងទាំងអស់គឺស្ថិតនៅក្នុងរចនាបថបាយ័នដែលបន្តពីរចនាបថអង្គរវត្តដែរដែលនៅក្នុងផ្ទៃនៃហោជាងគេនិយមឆ្លាក់ជាចម្លាក់រឿងជាថ្នាក់ដូចអង្គរវត្តហើយមួយទៀតយើងសង្កេតទៅមើលលើធ្នឹមបញ្ឆោតយើងឃើញថាមានរាងស្ដួចខាងចុងសងខាងជំរាលចូលទៅក្រោមអង្គរដែលខុសពីរចនាបថអង្គរវត្តមានរាងកាច់ចុះមកក្រោមហើយយើងឃើញថានៅលើដងក្តារគេធ្វើជារាងពុតចុះមកក្រោមហើយកាច់ចេញក្រៅនៅលើដងក្តារមានរចនាទៅដោយក្បាច់រកាត្រង់ឡើងលើចំណែកនៅចុងដងក្តាររចនាដោយរូបមកខ្ជាក់នាគដោយនាគនៅរចនាបថបាយ័ននេះមានរូបរាងធំជាងរចនាបថមុនហើយនៅលើក្បាលនាគគឺលម្អដោយក្បាច់ក្បាំងពីលើតែនេះគឺជាលក្ខណៈសម្គាល់នៃហោជាងនៅក្នុងរចនាបថបាយ័នចូលមកដល់បដិមានៃប្រាសាទព្រះខ័នបដិមានៃប្រាសាទព្រះខ័នស្ថិតនៅក្នុងរចនាបថបាយ័នហើយបែងចែកជាពីរក្រុមគឺបដិមាទេពស្រីយើងឃើញថាមុខរបស់បដិមាគឺញញឹមក្នុងលក្ខណៈស្ងប់ហើយបិទភ្នែកចុងក្រោមហើយចម្លាក់ដូចមនុស្សពិតហើយផ្នែកខាងលើនៃបដិមាគឺមានលក្ខណៈតូចជាងផ្នែកខាងក្រោមដែលផ្នែកខាងក្រោមនឹងគេរាប់ចាប់ពីចង្កេះចុងមកក្រោមហើយចំពោះជាសម្ពុតនៅចំកណ្ដាលខាងមុខគេនិយមធ្វើធំជាងរចនាបថមុនចំពោះបដិមាប្រុសវិញគេនិយមលម្អជាសម្ពុតខ្លីៗហើយចងក្បិនជាមួយខ្សែក្រវ៉ាត់ធំដូចរចនាបថអង្គរដែរជាសម្ពុតមានលក្ខណៈជាកន្ទុយត្រី1ទៅ2ជាន់ហើយផ្នែកខាងលើតូចជាងផ្នែកខាងក្រោមនិងញញឹមក្នុងលក្ខណៈស្ងប់ដូចបដិមាស្រីដែរជាឧទាហរណ៍នេះគឺជាបដិមាទេពស្រីលុតជង្គង់បដិមានេះត្រូវបានរកឃើញនៅគូបរៈទី4នៅក្នុងបរិវេណប្រាសាទព្រះខ័នតំបន់អង្គរនៅក្នុងឆ្នាំ1929ដោយក្រុមអ្នកស្រាវជ្រាវសាលាបារាំងចុងបូព៌ាប្រទេសហើយសប្តាហ៍ថ្ងៃកំពុងដាក់តាំងបង្ហាញនៅក្នុងសារមន្ទីរជាតិហ្គីមេប្រទេសបារាំងបដិមាទេពស្រីនេះសាងអំពីថ្មភក់មានកម្ពស់125សង់ទីម៉ែត្រវិជ្ជមាត្រ48សង់ទីម៉ែត្រអង្គុយលុតជង្គង់នៅលើជើងទម្រក្នុងទម្រង់ព្រះភ័ក្ត្រស្ងួនស្ងាត់សមាធិឬគោរពដល់ព្រះនិងជាសិល្បៈរចនាបថបាយ័នចុងសតវត្សទី12ឬដើមសតវត្សទី13កន្លងមកអ្នកស្រាវជ្រាវបានសន្និដ្ឋានថាបដិមាទេពស្រីលុតជង្គង់នៅក្នុងរចនាបថបាយ័ននេះគឺជារូបសំណាកព្រះនាងជ័យរាជទេវីដែលត្រូវជាព្រះមហាក្សត្រីទី1របស់ព្រះបាទជ័យវរ្ម័នទី7ប៉ុន្តែបដិមានេះនៅលើក្នុងសក់គេឃើញមានរូបព្រះពុទ្ធអមតភៈដូច្នេះហើយបដិមាដែលគេយល់ថារូបតំណាងព្រះនាងជ័យរាជទេវីនោះបានភ្ជាប់ខ្លួនជាមួយនឹងទេពគឺព្រះពោធិសត្វប្រាជ្ញាបារមី
អ្នកស្រាវជ្រាវជាច្រើនពន្យល់ថាការដែលរូបបដិមាតំណាងព្រះនាងជ័យរាជទេវីមានរូបរាងស្គមនិងរត់ជង្គង់ស្មស្មាតនេះគឺប្រហែលសិល្បករចង់ជាប់ដល់ការដែលព្រះនាងមានព្រះឈួនមុនពេលព្រះនាងសោយទីវង្គតហើយនៅពេលព្រះឈួនព្រះនាងតែងតែនៅគោរពដល់ព្រះសរុបជារួមទៅការដែលសន្និដ្ឋានថារូបបដិមាស្រីរត់ជង្គង់នេះជារូបសំណាកតំណាងឲ្យព្រះនាងជ័យរាជទេវីដែលត្រូវជាមហាសីទី1របស់ព្រះបាទជ័យវរ្ម័នទី7គឺយោងទៅលើសាលាជ្រឹកប្រាសាទភិមានអាកាសដែលរៀបរាប់ថាព្រះនាងឥន្ទ្រទេវីត្រូវជាមហាសីទី2របស់ព្រះបាទជ័យវរ្ម័នទី7និងត្រូវជាព្រះរាមបង្កើតរបស់ព្រះនាងជ័យរាជទេវីដែលបានកសាងរូបសំណាកតំណាងព្រះនាងជ័យរាជទេវីនៅពេលដែលព្រះនាងសោយទីវង្គតប៉ុន្តែបដិមាទេពស្រីរត់ជង្គង់នេះយើងអាចមើលដឹងត្រឹមថាជារូបព្រះពោធិសត្វប្រាជ្ញាបារមីដោយយោងទៅលើព្រះពុទ្ធអមតភៈនៅលើភ្នំសក់តែប៉ុណ្ណោះជាបន្តនាងខ្ញុំសូមគោរពជម្រាបសួរនាងខ្ញុំឈ្មោះហៀងមួយទៀងនឹងត្រូវមកអត្ថាធិប្បាយបន្តអំពីរូបចម្លាក់ដែលតាក់ទងនឹងរឿងទេវកថានៃប្រាសាទព្រះខ័នដែលក្នុងនោះរួមមានបែបព្រះពុទ្ធសាសនានិងបែបព្រហ្មញ្ញសាសនាសូមសម្ដាប់ដូចតទៅចំពោះរឿងទី1នេះគឺជារឿងបែបព្រះពុទ្ធសាសនាគឺរឿងមហាវេស្សន្តរជាតកដែលចម្លាក់ផ្តែរនេះត្រូវបានតម្កល់ទុកនៅខ្លោងទ្វារខាងកើតនៃកំពែងទី2លើផ្តែរនេះផងដែរមានរូបកុមារ2នាក់គឺជាលីនិងក្រស្នាដែលឈរនៅចន្លោះព្រះវេស្សន្តរនិងតាជូជកសាច់រឿងក៏ដំណើរថាការព្រះវេស្សន្តររួមទាំងព្រះមហេសីនិងបុត្រាបុត្រីទាំងពីរចូលព្រៃនៅភ្នំគិរីមង្គតតៈបានបន្តិចក៏មានព្រាហ្មណ៍ម្នាក់ជាជូជកធ្វើដំណើរទៅតាមដើម្បីសុំបុត្រទាំងពីររបស់ព្រះវេស្សន្តរយកទៅបម្រើខ្លួននឹងប្រពន្ធចូលមកដល់រឿងទី2នេះគឺជាភូមិរីតតជាដកដំណើរសាច់រឿងរបស់ព្រះពោធិសត្វកើតជាបុត្រាស្ដេចនាគមានព្រះនាមថាភូមិរីតតកុមារដោយព្រះអង្គមានព្រះតីនឹកភ្នែកចងចាំអំពីសិលចម្រើនមេត្តាភាវនាក៏លាព្រះមេត្តាបុត្រនិងព្រះមហេសីទៅតាំងសិលនៅក្នុងពិភពនាគចំពោះរឿងទី3នេះវិញគឺរឿងសីលានិសង្ឃជាតកចម្លាក់នេះមាននាវាមួយមានក្បាលនិងកន្សែងជាសត្វទឹកដែលស្ដេចនាគកាឡាខ្លួនហើយនៅលើទូកនោះមានតួអង្គ3នាក់រូបធំឈរចង្អុលដៃនៅមុខតំណាងឲ្យទេពសមុទ្របញ្ជាអុសទូករីឯ2រូបទៀតអង្គុយសងខាងគឺតំណាងឲ្យជនរងគ្រោះអំពីការលិចសំពៅចំណែកឯរូបមនុស្សទាំងពីរផ្សេងទៀតនៅពីក្រោយទូកនិងកោះមួយនៅខាងមុខទូកគឺម្ខាងជាចម្ពូទ្វីបនិងម្ខាងទៀតជាកោះចូលមកដល់ចម្លាក់បន្តទៀតនេះគឺចម្លាក់ទេវកថាបែបព្រហ្មញ្ញសាសនាចម្លាក់នេះផងដែរគឺបង្ហាញអំពីចម្បាំងរវាងស្ដេចស្វាពេលីនិងស្ដេចស្វាសុគ្រីពសាច់រឿងបង្ហាញអំពីវគ្គមួយនៃរឿងរាមកេរ្តិ៍អំពីចម្បាំងរវាងស្ដេចស្វាទាំងពីរដែលជាបងប្អូនភ្លោះនឹងគ្នាមកដល់ចម្លាក់ចុងក្រោយនេះផងដែរគឺចម្លាក់រូបហនុមានជួបនាងសីតានៅកោះលង្កាវាបានបង្ហាញអំពីរូបហនុមានបានជួបជាមួយនឹងនាងសីតាហើយហុចព្រះទម្រង់របស់ព្រះរាមដើម្បីបញ្ជាក់ថាជាគ្រឿងសម្គាល់ប្រាប់នាងសីតាថាខ្លួនជាសេនារបស់ព្រះរាមពិតប្រាកដមែនដោយសាច់រឿងនេះដំណើរថាហនុមានបានក្លាយជាសេនាដ៏ស្មោះស្ម័គ្របំផុតរបស់ព្រះរាមហើយបានស្ម័គ្រខ្លួនតាមស្វែងរកនាងសីតានៅទីបំផុតហនុមានក៏បានស្វែងរកនាងសីតាឃើញនៅក្រុងលង្កាដោយស្ដេចយក្សឃុំខ្លួននាងនៅក្រោមដើមឈើដ៏ធំមួយដែលស្ថិតក្រោមការយាមកាមយ៉ាងតឹងរ៉ឹងហើយស្ដេចយក្សនោះក៏បានព្យាយាមប្រឡោមសុំស្នេហ៍នាងសីតានៅទីនោះអស់ជាច្រើនលើកច្រើនគ្រាតែមិនដែលបានសម្រេចបំណងម្ដងណាឡើយជាចុងក្រោយចំពោះការធ្វើអត្ថាធិប្បាយអំពីចម្លាក់ទេវកថានៃប្រាសាទព្រះខ័ននេះផងដែរនាងខ្ញុំសូមបញ្ចប់តែត្រឹមនេះសូមអរគុណ
ប្រាសាទព្រះខ័នស្ថិតនៅក្នុងភូមិលៀងដៃឃុំលៀងដៃស្រុកអង្គរធំខេត្តសៀមរាបស្ថិតនៅក្នុងតំបន់អង្គរប្រហែល7គីឡូម៉ែត្រពីទីរួមខេត្តសៀមរាបនិងប្រហែល320គីឡូម៉ែត្រពីរាជធានីភ្នំពេញស្ថិតលើផ្ទៃដីប្រហែល51ហិកតាតាំងនៅកណ្ដាលតំបន់អង្គរជាប្រាសាទសំខាន់មួយក្នុងចំណោមប្រាសាទទាំង62ត្រូវបានកសាងឡើងដោយព្រះបាទជ័យវរ្ម័នទី7នៅក្នុងឆ្នាំ1184ដល់ឆ្នាំ1191កសាងនៅទីតាំងដែលព្រះបាទជ័យវរ្ម័នទី7បានធ្វើសង្គ្រាមឈ្នះលើពួកចាមក្នុងឆ្នាំ1177ឧទ្ទិសដល់ព្រះបរមបិតារបស់ព្រះអង្គប្រាសាទនេះគឺជាកន្លែងបូជាពុទ្ធសាសនានិងព្រហ្មញ្ញសាសនានិងជារដ្ឋបាលសិក្សាដូចជាសាកលវិទ្យាល័យសម័យបុរាណមានព្រះសង្ឃច្រើនជាង 1000 អង្គនិងអ្នកស្រុកចំនួន 97840 នាក់ជាផ្នែកនៃលទ្ធិពុទ្ធសាសនាមហាយានដែលព្រះបាទជ័យវរ្ម័នទី7ទ្រទ្រង់ជាសាសនារបស់រដ្ឋមានប្លង់កណ្ដាលសម្រាប់មេប្រាសាទនិងមានកូនប្រាសាទជុំវិញមានស្រះទឹកចំនួន4និងថែវកំផែងនិងគប់ទឹកព័ទ្ធជុំវិញទំហំប្រហែល800ម៉ែត្រនិងទទឹង700ម៉ែត្រមានគប់រៈចូល4ទិសមានចម្លាក់អប្សរានិងទេវតាទៀនព្រាត់មន្ទីរ2ជាន់ខាងកើតមានរចនាបថទាក់ទងនឹងសិល្បៈអារ៉ាប់ចេតិយស្ទូបថ្មីមានលក្ខណៈស្រដៀងនឹងសិល្បៈសៀមឬស្រីលង្កាក្រោយសម័យអង្គរមានស្លាកជ្រឹកជាច្រើនពីពណ៌នេះអំពីព្រះបាទជ័យវរ្ម័នទី7ការគោរពអាទិទេពនិងរដ្ឋបាលប្រាសាទនេះរួមបញ្ចូលសាសនាពុទ្ធនិងហិណ្ឌូមានបិទប្រាសាទសម្រាប់ព្រះវិស្ណុនិងព្រះសិវៈនៅតំបន់ខាងលិចនិងខាងជើងប្រាសាទព្រះខ័នស្ថិតលើផ្ទៃដីប្រហែល56ហិកតាមុខសំខាន់បែរទៅទិសខាងកើតមានច្រកចូល3ទៀតគឺនៅខាងជើងខាងលិចហើយនិងខាងត្បូងសង់លើអ2អមេពីទិសខាងកើតទៅខាងលិចនិងអងពីទិសខាងជើងទៅខាងត្បូងបែងចែកជាកំផែង4ជាន់មានកសិនទឹកនៅព័ទ្ធជុំវិញត្រូវមានជំនឿសាសនានិងស្ថានភាពសង្គមជាក់ស្ដែងប្រព័ន្ធចេញចូលមានភាពគ្រប់គ្រងយ៉ាងហ្មត់ចត់មានលក្ខណៈពិសេសគឺចាប់ផ្ដើមពីតូចទៅធំបង្ហាញពីចេតនាធម៌សាសនាសំណងស្ដែងអំពីទស្សនៈខ្មែរជឿថាលើโลกនេះកើតចេញពីទឹកដីភ្លើងហើយនិងខ្យល់ប្រាសាទបង្ហាញអំពីភាពសមត្ថៈរវាងខ្សែឈរនិងខ្សែដេកប្រាសាទកណ្ដាលត្រូវបានប្រៀបដូចទៅនឹងមេឯកទូតមានអំណាចដើមពីផែនដីឡើងទៅលើអាកាសប្លង់ប្រាសាទបង្ហាញពីភាពរីកចម្រើនធំឡើងនៃប្រាសាទព្រហ្មញ្ញសាសនានៅកណ្ដាលប្រាសាទមានប្រាសាទ5ដែលជាកន្លែងសក្ការៈសំខាន់ប្រាសាទកណ្ដាល1ប្រាសាទ4នៅជុំវិញតាមទិសទាំង4បង្ហាញពីរឿងទេវកថាពុទ្ធសាសនារួមមានរឿងមហាប្រវេស្សន្តររឿងភុរិតៈជាដករឿងសិលានិសង្ឃជាដកបើរឿងតាមបែបទេវកថាបែបព្រហ្មញ្ញសាសនាមានតកតងទៅនឹងរូបចម្លាក់រវាងស្ដេចស្វាពីលីនិងស្ដេចស្វាសុគ្រីតនិងហនុមានជួបនាងសីតានៅកោះលង្កាជាដើមអត្ថបទនេះពិពណ៌នាអំពីស្ថាបត្យកម្មខ្មែរគឺក្នុងរចនាបថបាយ័ននៅប្រាសាទព្រះខ័នជាពិសេសគឺហោជាងដែលជាគ្រឿងលម្អដ៏សំខាន់ក្នុងសិល្បៈខ្មែរហោជាងត្រូវបានចងក្រងមានលក្ខណៈស្មើគ្នាតាមគម្លាតជាក់លាក់ហើយតែងតែមានការរចនាលម្អិតល្អិតល្អន់ជាដើមវាបង្ហាញអំពីសិល្បៈខ្មែរបុរាណមានភាពខ្ពង់ខ្ពស់ជាក់ស្ដែងតាមរយៈការបង្ហាញនៅសត្វដូចជាសត្វសង្ឃសត្វនាគឬក៏សត្វបកលើហោជាង
នៅក្នុងសិល្បៈបយ័នក៏បានបង្ហាញនៅការរួមបញ្ចូលទាំងគំនិតសាសនានិងវិធីសាស្ត្រនៅក្នុងស្ថាបត្យកម្មភាសាប្រខ័នជាភាសាមួយតំណាងឲ្យរចនាបថបយ័នដែលមានលក្ខណៈបែបប្រពៃណីនិងមានលក្ខណៈបែបកំណត់សម្គាល់រចនាមានភាពស៊ីជម្រៅ